Hello សួស្តីថ្ងៃនេះខ្ញុំទើបមានពេលទំនេរបន្តិចនេះដាវដែលខ្ញុំជាវមកពីស្រុកខ្មែរបងប្រុសហនុមានគាត់លក់ឲ្យខ្ញុំដាវឃើញថាមានការរីកចម្រើនមែនទែននៅក្នុងការផលិតដាវនេះដាវយើងណាដាវខ្មែរដងអសាតាត់សមុទ្រទេហើយដាវមួយទៀតនេះដាវនេះគឺដាវនេះគឺដាវភូមាបាទដាវភូមាដងខ្លីជាងរបស់យើងហើយចាំដងមើលនេះតែដាវនេះមុតស្រាលទៀតស្រាលជាងដាវយើងអត់ដែរសលៀងទេតាំងពីទិញមកអត់ដែរសលៀងសោះតែមុតដូចទឹកចឹងកាត់ដាច់ប៉ុតដែកគេលុតបានល្អតិចទៀតខ្ញុំសលៀងដាវយើងតាមចាំមើលតើមុតប៉ុណ្ណាដែរនេះសម្រាប់ថ្មនេះគេហៅថា sandstone អញ្ចឹងយើងត្រូវទៅត្រាំទឹកសិនណាត្រាំទឹករួចហើយកូតវានេះដើម្បីកុំឲ្យវាឲ្យកូតឲ្យស្មើណានេះប្រានេះកូតវាមុននឹងសម្លៀងវាត្រូវកូតវាឈូសវាឲ្យស្មើសិនបាទចាំនេះនៅតិចទៀតចាំខ្ញុំបង្ហាញមើលតើមុតប៉ុណ្ណាអូខេស្លៀងហើយនេះមើលតាន់ស្លៀងនេះស្លៀងហើយដាច់រឹងប៉ុន្តែវាអត់ដាច់ទេគេថាអត់ដាច់ទឹកតែចាំមើលព្រោះដាវជប៉ុនគេស្លៀងទៅគឺដាច់ឬក៏ដាវមួយទៀតអញ្ចឹងសាកមើលតើមិនដែរមុតណាមុតមែនតើអូដូចទឹកក្រាន់បាអូខេអរគុណជាងអរគុណធំបានហាត់ហើយណានេះចងហើយមិនដែរស្អាតដែរ